សូមជូនរឿងជោកាលពីព្រេងនាយមានចចោលត្រឹសធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ីជាអាហារលុះទៅដល់ត្រពាំងរីងមួយអស់ទឹកនៅតែប្រឡាយមួយឃើញសុទ្ធតែភក់មានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចោឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសពថ្ងៃឯកំពឹសមានប្រាជ្ញាឮចចោថាដូច្នោះហើយគោនិយាយលួងលោមចចោថាយើងទាំងអស់គ្នាសុទ្ធតែជាចំណីបងឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ច្រើនណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចចោគោឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រូវបងឯងយកយើងទៅលាងទឹកឲ្យស្អាតហើយសឹមស៊ីទើបឆ្ងាញ់ពិសាចចោឆ្លើយថាធ្វើដូចម្ដេចនឹងយកទៅលាងបានបើច្រើនដំលេះកំពឹសថាបងចចោកំព្រួយចិត្តខ្ញុំធានាថាគិតឲ្យបងឯងស្រួលប៉ុន្តែបងឯងត្រូវធ្វើតាមខ្ញុំចចោឆ្លើយថាបងឯងធ្វើដូចម្ដេចខ្ញុំក៏ព្រមតាមទាំងអស់កំពឹសថាធ្វើដូច្នេះចូលបងឯងមកននានៅនឹងភក់នេះហើយយើងរាល់គ្នានឹងតោងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួមួយនៅឯណាដែលមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចោះឯចចោជាសិលល្មមហើយល្ងងគោធ្វើតាមពាក្យកំពឹសនឹងត្រីគោបបួលគ្នាតោងរោមសัตว์ចចោទៅកំពឹសនឹងត្រីគោបបួលគ្នាតោងរោមចចោទៅលុះទៅដល់បឹងធំមួយវែងមានទឹកថ្លាល្អចចោក៏ដើរចុះទៅក្នុងទឹកអស់ត្រីនឹងកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងឯងទៅជញ្ជូនមកឲ្យអស់សិនសុំមកស៊ីយើងឲ្យឆ្អែតតែម្ដងយើងនៅចាំបងឯងនៅទីនេះចចោគោទៅជញ្ជូនត្រីនឹងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងដឹងថាចចោជញ្ជូនអស់ហើយក៏នាំគ្នាមុជទៅក្នុងទឹកបាត់អស់ទៅឯចចោដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងខ្លាំងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាខ្លាគ្រប់ភាសាសត្វទាំងអស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហើរគ្មានសេះសល់ឡើយបបួលគ្នាមកបាច់ទឹកបឹងនេះឲ្យរីងនឹងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់បានឲ្យថ្លាន់ធ្វើជាទំនួបអស់សត្វឯទៀតក៏បបួលគ្នាបាចសត្វក្នុងបឹងនោះដឹងថាចចោបបួលគ្នាបាចទឹកបឹងនេះឲ្យរីងក៏ភ័យខ្លាំងណាស់គូគិតគ្នាថាយើងធ្វើដូចម្ដេចនឹងបានឲ្យសត្វទាំងអស់នោះលែងបាច់ទឹកកាលនោះត្រីក្រាញ់ឆ្លើយថាខ្ញុំឮគេនិយាយថាបងសុភាទុនសាយជាអ្នកមានប្រាជ្ញាចេះដោះទុកមនុស្សសត្វផងទាំងឡាយជាច្រើនណាស់មកហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទុនសាយឲ្យមកជួយដោះទុកយើងទាំងអស់គ្នាពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទុនសាយត្រីក្រាញ់ប្រឹងននាទាំងយប់ទាំងថ្ងៃត្រូវក្រៀមស្រកាអស់ដល់យប់សុភាទុនសាយចេញមករកស៊ីបានឃើញត្រីក្រាញ់ននាដូច្នេះក៏សួរថាបងត្រីក្រាញ់ទៅឯណាត្រីក្រាញ់ឃើញសុភាទុនសាយហើយមានចិត្តសប្បាយត្រេកអរខ្លាំងណាស់និយាយអង្វរថាបងសុភាទុនសាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យមកអញ្ជើញបងសុភាទុនសាយទៅត្បិតឮថាទាំងសត្វទាំងមនុស្សនិយាយគ្នាថាបងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុកបើអ្នកឯណាមានទុកបងតែងតែទៅជួយដោះទុកគេមិនដែលរើសឡើយឥឡូវនេះមានសត្វជាច្រើនដូចជាដំរីក្របីគោរមាសរម៉ាំងប្រើសក្តាន់ជ្រូកពស់ធំ
ពូតូចទាំងសត្វហើគឺកុកគ្រាបង្គាខ្យងតុងទងក្អែកទឹកប្រវឹកស្មោញទាំងប៉ុន្មាននេះបានបបួលគ្នាមកបាច់ទឹកបឹងឲ្យរីងអស់និងបានចាប់ត្រីអណ្ដើកកន្ធីស៊ីជាចំណីអាហារទាំងអស់បើដូច្នេះបងសុភាទុនសាយជួយដោះទុកយើងខ្ញុំទាំងអស់គ្នាផងឲ្យបានរួចផុតពីភ័យម្ដងនេះនិងបានល្បីគេឈ្មោះតទៅទៀតអស់យើងនឹងដឹងគុណបងសុភាទុនសាយឯងយើងមិនភ្លេចគុណដរាបណាអស់ជីវិតឯសុភាទុនសាយឬត្រីក្រាញ់និយាយអង្វរដូច្នេះហើយគូឆ្លើយថាឯសុភាទុនសាយឬត្រីក្រាញ់និយាយអង្វរដូច្នេះហើយគូឆ្លើយថាបងត្រីក្រាញ់បងឯងទៅមុនចោះទៅប្រាប់បងប្អូនបងកុំឲ្យផិតភ័យចាំខ្ញុំទៅជួយបងឯងកុំបារម្ភឡើយត្រីក្រាញ់គោត្រឡប់ទៅវិញឯសុភាទុនសាយលុះព្រឹកប្រហាមឡើងទៅមាត់បឹងឃើញអស់សត្វកំពុងបាចទឹកគោយកស្លឹកឈើដែលដង្កូវស៊ីធ្លុះមកធ្វើជាសម្បត្តិហើយស្រីហៅសត្វទាំងអស់នោះថាណែបងប្អូនទាំងអស់គ្នាស្ដាប់ខ្ញុំត្បិតព្រះឥន្ទលោកឲ្យខ្ញុំនាំសម្បត្តិមកប្រាប់បងប្អូនទាំងអស់គ្នាថាព្រះឥន្ទលោកមកកាច់ជើងត្រឹមប្រមុំជើងអកាត់ក្បាលឆ្កែចចកដកភ្លុកដំរីសអស់សត្វឮថាជាសម្បត្តិរបស់ព្រះឥន្ទផិតភ័យខ្លាំងណាស់ក៏បានបោជន់គ្នាដំរីក្របីរមាសរមាំងស្ទុះបោទៅជន់លើពោះថ្លាន់ជាទំនប់ដាច់ខ្លួនជាពីរបីកំណាត់ធ្លាយទំនប់លេចទឹកស្លាប់អស់សត្វទាំងអស់នោះក៏คล้ายទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងឡាយទាំងពួងកោតខ្លាចប្រាជ្ញាសុភាទុនសាយចាត់ទុកសុភាទុនសាយថាជាគ្រូបាសអាចារ្យទាំងអស់គ្នាសុភាសិតខ្មែរយើងបានលើកឡើងថាអណ្ដាតជាអាចកន្លងស្លាប់ផងរូបផងពីព្រោះអណ្ដាតសូមអរគុណ